ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំក៏ថាបានជួបបងប្អូនទាំងអស់គ្នាម្ដងទៀតហើយដែលលើកយកមុខមនុយតែជាប្រភេទអាហារសម្រន់ដែលប្រជាជនខ្មែរយើងគាត់ចាប់ដើមពេញនិយមខ្លាំងដែរឥឡូវនេះចាគឺពងក្រូចកូនបងប្អូនចាកូនក្រូចកូនហើយខ្ញុំមានជាមួយនឹងជីពងទាកូនចាជាធម្មតាគេអាចញ៉ាំជាមួយនឹងការ៉ុតឬកាចេកអីចឹងតែដោយសារនាងខ្ញុំក៏អត់សូវចូលចិត្តដល់តែពេលទៅខ្ញុំញ៉ាំទៅជាមួយនឹងជីពងទាកូនហើយចំណែកទឹកជ្រលក់របស់នាងខ្ញុំនេះខ្ញុំចិញ្ចាំជាមួយនឹងខ្ទឹមសបន្តិចហើយដាក់ជាមួយនឹងប្រភេទទឹកត្រីកោះកុងបន្តិចបងប្អូនហើយជាមួយនឹងម្រេចហើយក្រូចឆ្មាហើយដាក់ម្សៅស៊ុបតិចមកគឺឆ្ងាញ់តែម្ដងចឹងចាឥឡូវនេះសូមជម្រាបបងប្អូននិយាយភាសាជាមួយនឹងនាងខ្ញុំតែម្ដងជាមួយនឹងពងក្រូចកូននេះក្តៅតែម្ដងបងប្អូនចាពងក្រូចកូននេះនិយាយទៅដូចពងទាកូនយ៉ាងដែរបងប្អូនថាវាទូចហើយញ៉ាំអត់សូវតលាន់នេះបើពងទាកូនខ្ញុំញ៉ាំបានច្រើនខ្ញុំញ៉ាំច្រើនបាន7អីពងក្រូចកូននេះខ្ញុំអាចញ៉ាំបានច្រើនដោយសារតែវាអត់សូវតលាន់ណាបងប្អូនទៅនៅមែនតើបងប្អូនចាដាក់មួយនឹងទឹកម្រេចនេះតិចមកមានជាតិបងពេលដែលស្ងោរបងប្អូនដាក់ម្សៅស៊ុបក៏ដូចជាអំបិលបន្តិចទៅហើយស្ករសបន្តិចដើម្បីដូចថាឲ្យរសជាតិពងក្រូចកូនយើងនេះវាអត់សាបណាចានេះបងប្អូនឃើញឆ្ងាញ់ហ្មងហើយបងប្អូនអាហារសម្រន់នេះវាច្រើនគឺញ៉ាំពេលល្ងាចគឺក្បាលហើយ2 3អីណាចាឬក៏ពេលទៅពេញយមម៉ោង4 ម៉ោង 5ពេលល្ងាចហ្នឹងបងប្អូនញ៉ាំអត់តលាន់ទេពងក្រូចកូននេះបងប្អូនចាបើញ៉ាំពងទាកូនមានតលាន់បន្តិចញ៉ាំអត់សូវបានច្រើនពងទាកូនតែពងក្រូចកូនឆ្ងាញ់ណាស់ញ៉ាំ1ផ្លែតអីញ៉ាំ4 5ហើយcholesterol វាក៏អត់សូវខ្ពស់ហ្មងដែរខាឡូរីរបស់វាបងប្អូនញ៉ាំច្រើនបានសម្បូរប្រូតេអ៊ីនដូចគ្នាបងប្អូនតបមកជួយណាត្រូវគ្នាហ្មងជាមួយជួយពងទាកូនហើយទឹកជ្រលក់យើងដាក់ខ្ទឹមបន្តិចដាក់ជាមួយនឹងអាទឹកត្រីមាន់ពងបងប្អូនចូលបុកទឹកត្រីមាន់ពងហ្នឹងក៏បានដែរដាក់លាយបន្តិចមកឆ្ងាញ់ដូចគ្នាបងប្អូននេះមានកន្លងមកអត់ថ្លៃទេ10តែ2500ទេបងប្អូនដាក់ស្ងោរប្រហែលជាខ្ទង់20នាទីអីហ្នឹងហើយពេលស្ងោរហ្នឹងបងប្អូនកំដាំទឹកកំពុះចង់មានន័យថាដាក់ទឹកភ្លាមដាក់ស្ងោរវាមួយអាទុកត្រជាក់ហ្នឹងណាព្រោះថាបើសិនជាបងប្អូនទឹករហូតដល់កំពុះហើយចាក់ពងក្រូចចុះអាចធ្វើឲ្យប្រេះហើយហូរទឹកចឹងទៅចង់អត់ឆ្ងាញ់ទេយើងស្ងោររៀងខុសគ្នាមួយពងទាកូនបន្តិចបើពងទាកូនគេដាក់ស្ងោរជាមួយគ្រឿងមួយអីហ្នឹងដាំទឹកឲ្យពុះសិនអញ្ចឹងចាំដាក់ស្ងោរតែបើថាពងក្រូចកូននេះដាក់មួយគ្នាហ្មងស្ងោរតែមួយផ្លែតបានញ៉ាំហ្នឹងងាយស្រួលធ្វើមែនតើហ្មងអត់តលាន់ទេមួយអាម៉ាត់មួយអាម៉ាត់មកថតអស់4 5មកបងប្អូនឆ្ងាញ់មែនតើបើពងក្រូចមួយទៀតមិនមែនពងក្រូចកូនណាមិនមែនជាប្រភេទកូនណាស្ងោរតែ5 នាទីទេបងប្អូនទឹកពុះតម្លាក់ចោលតែ15 នាទីយកឆ្អិនមកងាយស្រួលធ្វើណាស់ហើយទឹកម្រេចនោះបងប្អូនចូលចិត្តហឹរដាក់ម្ទេសហឹរតិចទៅញ៉ាំហ្មងបែបងាយញ៉ាំទៅសុខភាពវាមានប្រូតេអ៊ីនកាឡូរីចូលxongបងប្អូនរៀងអស់កម្លាំងណាធ្វើការអស់កម្លាំងគេអីហ្នឹងញ៉ាំទៅមានកម្លាំង
មានកម្លាំងលឿនណាដោយសារវាសម្បូរកាឡូរីហើយប្រូតអ៊ីនទៀតហើយញ៉ាំជួយបន្លែមួយជីមានវីតាមីនចិត្តនិយាយទៅប្រភេទអាហារសម្រន់ជនជាតិខ្មែរយើងភាគច្រើនគឺសម្បូរវីតាមីនហើយនិងប្រូតអ៊ីនសម្រាប់ហូបខ្មែរក៏ចុះដែរមកខ្មែរចំហ្មងដាក់សតបន្លែចំពពួកវីតាមីនចម្រុះគឺក្នុងហូបខ្មែរអាហារសម្រន់ខ្មែរមានច្រើនណាស់ហើយមិននិយាយខ្លាញ់អត់សូវមានទេហូបខ្មែរអាហារសម្រន់ខ្មែរភាគច្រើនគឺអត់ត្រូវការខ្លាំងច្រើនទេបងប្អូនដូចជាវាជួយសុខភាពច្រើនមែនចាអរគុណច្រើនបងប្អូនចាសម្រាប់ទស្សនាវីដេអូរបស់នាងខ្ញុំហើយលើកក្រោយនាងខ្ញុំនឹងលើកយកអាហារសម្រន់ក៏ដូចជាមុខម្ហូបផ្សេងទៀតចែកជូនបងប្អូនទស្សនាចាអរគុណច្រើនសូមព្រះអង្គប្រទានពរបងប្អូនចា